ជាច្រើនទសវត្សរ៍តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះមនុស្សខិតខំប្រឹងប្រែងកសាងនូវធនធានដើម្បីកសាងនូវទីក្រុងឲ្យមានភាពរីកចម្រើនដែលត្រូវការរយៈពេលយូរតែអ្វីៗទាំងអស់អាចនឹងត្រូវបំផ្លាញចោលដោយចំណាយត្រឹមតែ2ទៅ3ថ្ងៃប៉ុណ្ណោះបើមានសង្គ្រាមផ្ទុះឡើងនៅក្នុងវីដេអូនេះលោកអ្នកនឹងមកស្គាល់ទីក្រុងទាំង10ដែលត្រូវបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងដោយសារសង្គ្រាមចំណាត់ថ្នាក់ទី10ក្រុងសែនឡូប្រទេសបារាំងការឡោមព័ទ្ធទីក្រុងសែនឡូក្នុងប្រទេសបារាំងគឺជាសមរភូមិដ៏សំខាន់មួយនៃសង្គ្រាមលោកលើកទី2ដែលបានប្រយុទ្ធគ្នារវាងកងទ័ពសម្ព័ន្ធមិត្តនិងកងកម្លាំងអាល្លឺម៉ង់ដែលកំពុងកាន់កាប់នៅរដូវក្តៅឆ្នាំ1944វាគឺជាផ្នែកមួយនៃសមរភូមិ Normandy ធំជាងនេះដោយសារសែនឡូគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់កងកម្លាំងសម្ព័ន្ធមិត្តដែលចុះចតនៅឆ្នេរ Normandy នៅខែកក្កដាទីក្រុងសែនឡូត្រូវបានទទួលរងនូវយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំទៅលើទីក្រុងមួយនេះដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញទាំងស្រុងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់វាស្ពាននិងផ្លូវរថភ្លើងជាច្រើនត្រូវបានបំផ្លាញហើយប្រជាជនស៊ីវិលភាគច្រើនត្រូវបង្ខំភៀសខ្លួនចេញពីតំបន់នោះការទម្លាក់គ្រាប់បែកនិងការបំផ្លាញទីក្រុងសែនឡូនៅតែត្រូវបានគេចងចាំជាការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់កងទ័ពសម្ព័ន្ធមិត្តនៅចុងបញ្ចប់នៃសង្គ្រាមការទម្លាក់គ្រាប់បែករបស់សម្ព័ន្ធមិត្តបានឆក់យកជីវិតប្រជាជន Norman យ៉ាងហោចណាស់ចំនួន 8,000 នាក់និងជនស៊ីវិលបារាំងជាង 60,000 នាក់នៅក្នុងតំបន់កាន់កាប់ផ្សេងគ្នាទី9ទីក្រុង Grozny នៃប្រទេសរុស្ស៊ី Grozny ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1818វាជាមន្ទីរទាហានដែលមានឈ្មោះថា Groznyaya ដែលដំបូងឡើយវាជាទីតាំងបម្រើនៅយុទ្ធសាស្ត្រសង្គ្រាម Caucasian ប៉ុន្តែនៅដើមសតវត្សទី20គេបានរកឃើញប្រេងនៅទីនោះដែលវាបានប្រែក្លាយជា Grozny ទៅជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់នៅក្នុងតំបន់ដោយបានទាក់ទាញអ្នកតាំងទីលំនៅនិងរួមចំណែកដល់ការលូតលាស់របស់វាคล้ายទៅជាទីក្រុងទោះជាយ៉ាងណាក៏ដោយទីក្រុងនេះក៏បានក្លាយជាចំណុចស្នូលនៃជម្លោះនៅពេលដែលក្រុមជនជាតិផ្សេងៗមករស់នៅក្នុងនោះប្រជាជនឆេឆេននិង Igos ដែលត្រូវបាននិរទេសនៅឆ្នាំ1944ហើយក្រោយមកត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញដែលនាំឲ្យមានភាពតានតឹងក្នុងសង្គមរហូតក្លាយជាសង្គ្រាមដែលគេឲ្យឈ្មោះថាសង្គ្រាមឆេឆេនដែលកើតឡើងនៅឆ្នាំ1994ដល់ឆ្នាំ2000ក្រុង Grozny បានក្លាយជាកន្លែងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកំឡុងនៃសង្គ្រាមឆេឆេនទី1និងទី2សង្គ្រាមឆេឆេនទី1ត្រូវបានគេឃើញថាមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនិងការចាប់យកក្រុង Grozny ដោយកងកម្លាំងរុស្ស៊ីសង្គ្រាមឆេឆេនទី2កើតឡើងនៅក្នុងឆ្នាំ1999កងទ័ពរុស្ស៊ីបានធ្វើការទម្លាក់គ្រាប់បែកទៅលើរដ្ឋធានីឆេឆេនដែលបានប្រកាសខ្លួនជារដ្ឋឯករាជ្យមានឈ្មោះថា Ingkaria និងបើកការវាយលុកទ្រង់ទ្រាយធំទៅលើទីក្រុងនេះហើយបានចូលកាន់កាប់ទាំងស្រុងក្នុងខែកុម្ភៈឆ្នាំ2000ក្រុង Grozny ត្រូវបានពិពណ៌នាថាជាទីក្រុងដែលត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងនៅលើផែនដីដោយអង្គការសហប្រជាជាតិហើយមានប្រជាជនស៊ីវិលបានបាត់បង់ជីវិតចំនួន 25,000 នាក់ក្នុងអំឡុងពេលសង្គ្រាមនេះទី8ទីក្រុង Rovaniemi ប្រទេសហ្វាំងឡង់ក្រុង Rovaniemi ដែលត្រូវបានគេស្គាល់ថាជាទឹកដីកំណើតរបស់លោកតា Santa Claus ត្រូវបានញោមញីនិងបានបំផ្លាញ 90% នៃហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនៅពេលដែលប្រទេសហ្វាំងឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឆាំង Comintern ជាមួយមហាអំណាចផ្សេងទៀត
ដោយបានប្រកល់តំបន់ភាគខាងជើងបំផុតនៃប្រទេសទៅឲ្យកងកម្លាំងហ្វាស៊ីសអាល្លឺម៉ង់នៅខែវិច្ឆិកាឆ្នាំ 1941 កងទ័ពអាល្លឺម៉ង់បានពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ Lapland ជាពិសេសនៅក្នុងនិងជុំវិញរដ្ឋធានី Rovaniemi នៅពេលដែលសង្គ្រាមរីកកាន់តែធំកងទ័ពអាល្លឺម៉ង់បានសាងសង់បន្ទាយទាហានព្រលានយន្តហោះនិងការដំឡើងប្រព័ន្ធការពារផ្សេងទៀតស្ថានភាពបានផ្លាស់ប្ដូរយ៉ាងខ្លាំងនៅឆ្នាំ 1944 នៅពេលដែលកងកម្លាំងសូវៀតបានទាមទារឲ្យប្រទេសនេះបណ្ដេញជនជាតិអាល្លឺម៉ង់ចេញដោយគំរាមថានឹងលើកទ័ពវាយលុកលើប្រទេសហ្វាំងឡង់បានអនុវត្តតាមនិងបានចេញបញ្ជាឲ្យបណ្ដេញអង្គភាពអទាំងអស់នៅខែតុលាឆ្នាំ 1944 នៅពេលដែលកងកម្លាំងអាល្លឺម៉ង់ដកថយពួកគេបានដុតគំទេចនៃហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនិងបានធ្វើឲ្យជនភៀសខ្លួន279នាក់បានស្លាប់និងជាង200នាក់ផ្សេងទៀតបានស្លាប់ដោយសារតែគ្រាប់បែកដែលអាល្លឺម៉ង់បានកប់នៅតាមផ្លូវទី 7 ទីក្រុង Palmyra ប្រទេសសេរី Palmyra ដែលត្រូវគេបានដាក់រហស្សនាមថា Village of the Sand គឺជាទីក្រុងបុរាណមួយនៅក្នុងប្រទេសសេរីបច្ចុប្បន្នវាត្រូវបានសាងសង់ឡើងប្រហែលឆ្នាំ 131 នៃគ្រិស្តសករាជគឺក្នុងអំឡុងពេលចក្រភពរ៉ូមបានកាន់កាប់តំបន់នោះវាធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងការដោះដូរទំនិញរវាងសមុទ្រមេឌីទែរ៉ាណេនិងបូព៌ាក្នុងអំឡុងសតវត្សទី 1 និងទី 2 ការសាងសង់ក្រុងនេះបានបញ្ចូលគ្នានូវឥទ្ធិពលរបស់រ៉ូម៉ាំង ក្រិក និងពាក់បានធ្វើឲ្យវាក្លាយជាទីតាំងប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏សំខាន់នៅក្នុងតំបន់ដោយសារទីក្រុងនេះមានវត្ថុបុរាណមានប្រាសាទមានភ្នូរនិងរូបចម្លាក់បុរាណជាច្រើនដែលត្រូវបានថែរក្សាយ៉ាងល្អប៉ុន្តែកេរដំណែលនៃមនុស្សជាតិមួយនេះត្រូវបានបំផ្លាញទាំងស្រុងក្នុងឆ្នាំ 2015 គឺនៅពេលដែលពួកសកម្មប្រយុទ្ធ ISIS បានចាប់យកទីក្រុងបុរាណមួយនេះហើយចាប់ដើមយុទ្ធនាការនៃការបំផ្លិចបំផ្លាញទីក្រុងតែម្ដងពួកគេក៏បានប្រហារជីវិតពលរដ្ឋមួយចំនួនរួមទាំងបានកាត់ក្បាលរបស់ប្រធានដែលមើលការខុសត្រូវលើវត្ថុបុរាណវិទូរបស់ទីក្រុង Khaled al-Assad តែបានលះបង់ជីវិតរបស់គាត់ក្នុងការសិក្សានិងការអភិរក្សតំបន់នោះទី 6 ទីក្រុង Magdeburg ប្រទេសអាល្លឺម៉ង់ Magdeburg គឺជាទីក្រុងរបស់អ្នកកាន់សាសនាគ្រិស្តនិកាយប្រូតេស្តង់ដែលវាមានទីតាំងនៅទន្លេអ៊ីលបេនៃប្រទេសអាល្លឺម៉ង់សង្គ្រាម30ឆ្នាំគឺជាជម្លោះដ៏យូរអង្វែងបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានកកើតឡើងនៅលើទឹកដីអឺរ៉ុបគិតចាប់ពីឆ្នាំ 1918 ដល់ឆ្នាំ 1948 សង្គ្រាមនេះត្រូវបានបង្កឡើងដោយការរួមបញ្ចូលគ្នានៃកត្តានយោបាយសង្គមនិងសេដ្ឋកិច្ចជាពិសេសការបែកបាក់កាន់តែខ្លាំងឡើងរវាងអ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិកនិងនិកាយប្រូតេស្តង់នៅពេលនោះហើយត្រូវបានចូលរួមប្រយុទ្ធជាចម្បងដោយចក្រភពរ៉ូមសាធារណរដ្ឋហូឡង់អេស្ប៉ាញដាណឺម៉ាកស៊ុយអែតនិងអាល្លឺម៉ង់ដែលពេលនោះកងកម្លាំងសម្ព័ន្ធមិត្តកាតូលិកបានដុតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងស្ទើរតែទាំងស្រុងដោយអគារប្រហែល 1,700 ក្នុងចំណោមអគារ 1,900 នៃទីក្រុងត្រូវបានដុតនិងបំផ្លាញចោលនិងបានសម្លាប់មនុស្សជាង 20,000 នាក់ក្នុងទីក្រុងផងដែរតាមការប៉ាន់ប្រមាណមានទាហាននិងជនស៊ីវិលចន្លោះពី 4.5 លានទៅ 8 លាននាក់បានស្លាប់ដោយការប្រយុទ្ធគ្នាដោយការភាពអត់ឃ្លាននិងជំងឺផ្សេងៗនៅក្នុងសង្គ្រាមរយៈពេល30ឆ្នាំនេះសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នកសូម